បាទថ្ងៃនេះពួកណាត់នាំមុខម្ហូបមួយថ្មីទៀតហើយគឺឆាក្តៅស្រិចជូរព្រៃស្រែចិញ្ចឹមបាទយើងបុកគ្រឿងហើយយើងធ្វើការដាក់គ្រឿងចូលក្នុងខ្ទះជាមួយនឹងខ្លាញ់ឲ្យក្តៅហើយកូរចូលគ្នាដើម្បីឲ្យវាក្លិនឈ្ងុយបាទបន្ទាប់មកគឺយើងធ្វើការបំពងផ្នែកខាងស្បែកដែលជាប់ខ្លាញ់បាទអញ្ចឹងដោយសារតែស្បែកជ្រូកនេះវារឹងណាវាស្វិតជាងជ្រូកធម្មតាបើសិនជាជ្រូកស្រុកយើងធម្មតាគឺតាមមួយផ្លែតគឺផុយហើយប៉ុន្តែប្រភេទសាច់ជ្រូកព្រៃស្រែចិញ្ចឹមនេះវារឿងស្វិតបាទអញ្ចឹងយើងត្រូវដាក់វាឲ្យឆ្អិនបន្ទាប់ពីឆ្អិនហើយរឿងផុយហើយគឺយើងដាក់សាច់ចូលបាទអញ្ចឹងយើងកូរហើយដាក់គ្រឿងឡឡើយទេបាទយើងកូរវាអញ្ចឹងមកវាទឹកទុកមួយអន្លើបាទហើយយើងធ្វើការដាក់ទឹកត្រីបាទហើយដាក់គ្រឿងដាក់អីចូលតែដឹងដាក់ឡំទេណាពោះយើងនៅដាក់មួយតង់ទៀតបាទឥឡូវនេះគឺឆ្អិនហើយអញ្ចឹងយើងដាក់ទឹកថែមចូលបន្តិចណាដើម្បីដាក់វាចាប់ផុយបាទឥឡូវនេះយើងស្រង់ចេញហើយយើងយកខ្ទឹមហើយនឹងម្ទេសដែលយើងបុកហ្នឹងគឺយើងដាក់បំពងវាឲ្យក្លិនឈ្ងុយបាទបន្ទាប់មកហើយគឺយើងដាក់សាច់ដែលយើងធ្វើការឆាអំបញ្ញមិញហ្នឹងយើងដាក់ចូលគ្នាបាទហើយយើងថែមគ្រឿងបាទហើយយើងមានដាក់ប្រេងខ្យងបន្តិចមកមានទឹកត្រីបាទហើយមានស្ករមានម្សៅស៊ុបអីយ៉ាងមកណាហើយឥឡូវនេះឃើញថាពណ៌ហ្នឹងគឺស្អាតមែនទែនបាទគឺគួរចង់ញ៉ាំណាស់គឺឡើងក្រហមភើកតែម្ដងបាទយើងនៅពេលដែលយើងកូរសពហើយគឺយើងធ្វើការដាក់ត្រកួនចូលបាទដើម្បីយើងយកបន្លែបាទកុំឲ្យយើងហូបសាច់ច្រើនពេកបាទយើងដាក់លេងបន្លែចូលមកជាតិមកកាន់តែជាតិតែម្ដងបាទយើងថែមគ្រឿងដោយសារតែយើងដាក់មុនហ្នឹងគឺយើងដាក់ឡំមែនទេណាយើងថែមអំបិលបន្តិចមកបាទឥឡូវនេះគឺយើងធ្វើការដាក់ត្រកួនចូលបាទបន្ទាប់យើងត្រឡប់វាបានល្មមហើយនោះគឺយើងដាក់ស្លឹកម្រះព្រៅចូលនៅពេលដែលយើងដាក់ស្លឹកម្រះព្រៅចូលនោះគឺយើងឆ្អិនតែម្ដងគឺយើងដាក់ចុះបាទហើយវីដេអូនេះក៏មកដល់ទីបញ្ចប់ហើយដែរបើបងប្អូនចូលចិត្តសូមជួយចុច like និងឲ្យបេះដូងនិង comment ផងដែរបាទសូមអរគុណសូមជម្រាបលាបាទ